តើសង្គមនិយមនិងកុម្មុយនីសមានន័យខុសគ្នាអ្វីខ្លះសង្គមនិយមនិងកុម្មុយនីសគឺជាទស្សនវិជ្ជាឬក៏ទ្រឹស្ដីសេដ្ឋកិច្ចនយោបាយមួយយ៉ាងសំខាន់ដែលទ្រឹស្ដីទាំងពីរនេះផ្ដោតជាសំខាន់ទៅលើសមូហភាពនិយមជាជាងឯកភាពនិយមជាពិសេសពាក់ព័ន្ធជាមួយនឹងមធ្យោបាយនៃផលិតកម្មវិភាគនិទាននិងការដោះដូរទំនិញផ្សេងៗជាដើមនៅក្នុងសង្គមលើពីនេះសង្គមនិយមនិងកុម្មុយនីសនិយមទាំងពីរនេះគឺមានសារជាតិប្រឆាំងជាមួយទ្រឹស្ដីនៃប្រព័ន្ធមូលធននិយមដែលទ្រឹស្ដីទាំងពីរនេះចាត់ទុកជាទ្រឹស្ដីមូលធននិយមថាជាទ្រឹស្ដីដែលកេងប្រវ័ញ្ចជិះជាន់ទៅលើវណ្ណៈកម្មករដែលជាពិសេសធ្វើឲ្យមានគម្លាតរវាងអ្នកមាននិងអ្នកក្រកាន់តែខ្លាំងឡើងទោះបីជាសង្គមនិយមនិងកុម្មុយនីសនិយមមានភាពស្រដៀងគ្នាខ្លះនៅក្នុងផ្នែកមួយចំនួនក៏ដោយក៏ប៉ុន្តែនៅក្នុងទ្រឹស្ដីទាំងនោះក៏មានភាពផ្សេងគ្នាទៅលើចំណុចមួយចំនួនគួរឲ្យកត់សម្គាល់ផងដែរនៅក្នុងវីដេអូមួយនេះយើងនឹងធ្វើការបកស្រាយទៅលើសំណួរដែលថាតើសង្គមនិយមនិងកុម្មុយនីសនិយមខុសគ្នាយ៉ាងណាដែរតើអ្វីទៅគឺជាសង្គមនិយមសង្គមនិយមសុទ្ធសាធគឺជាប្រព័ន្ធសេដ្ឋកិច្ចដែលផលិតកម្មសេដ្ឋកិច្ចសំខាន់មានដូចជាកម្លាំងពលកម្មសហគ្រិនភាពទំនិញមូលធនហើយនិងធនធានធម្មជាតិត្រូវបានផ្ដល់ឲ្យស្មើគ្នាទៅដល់បុគ្គលម្នាក់ៗនៅក្នុងសង្គមតាមរយៈរដ្ឋាភិបាលដែលត្រូវជ្រើសរើសតាមបែបប្រជាធិបតេយ្យនៅពាក់កណ្ដាលទី1នៃសតវត្សទី19អ្នកគិតពីសង្គមនិយមដំបូងដូចជា Henry de Saint-Simon, Robert Owen និង Charles Fourier បានបង្ហាញគំរូផ្ទាល់ខ្លួនរបស់ពួកគេសម្រាប់ការរៀបចំសង្គមឡើងវិញតាមរយៈកិច្ចសហប្រតិបត្តិការនិងសហគមន៍ជាជាងការប្រកួតប្រជែងនៅក្នុងមូលធននិយមដែលទីផ្សារសេរីបានគ្រប់គ្រងការផ្គត់ផ្គង់និងតម្រូវការទំនិញជាដើមទន្ទឹមនឹងនេះនៅក្នុងសង្គមនិយមបុគ្គលម្នាក់ៗអាចមាននូវទ្រព្យសម្បត្តិជាឯកជនភាពបានប៉ុន្តែសម្រាប់ឧស្សាហកម្មនិងសមត្ថភាពនៃផលិតកម្មផ្សេងៗដែលជាក្បាលម៉ាស៊ីននៃសេដ្ឋកិច្ចជាតិគឺត្រូវតែជារបស់មោហភាពហើយត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលដែលជ្រើសតាំងតាមបែបប្រជាធិបតេយ្យលើពីនេះរាល់ផលិតផលមានគោលបំណងគឺធ្វើយ៉ាងណាដើម្បីបំពេញនៅតម្រូវការរបស់មនុស្សម្នាក់ៗនិងសង្គមទាំងមូលដែលនេះអាចប្រព្រឹត្តទៅបានដោយយោងទៅតាមសមត្ថភាពនិងវិភាគទានរបស់បុគ្គលម្នាក់ៗផងដែរបន្ថែមពីនេះយោងទៅតាមគេហទំព័រ source.co បានបញ្ជាក់ថានៅក្នុងសង្គមនិយមវណ្ណៈផ្សេងគ្នាគឺអាចមានបានប៉ុន្តែគួរឲ្យកត់សម្គាល់ឬក៏ផ្សេងគ្នានោះត្រូវបានគេកាត់បន្ថយហើយជាពិសេសនោះការដែលមនុស្សមួយចំនួនរកបានច្រើនជាងមនុស្សមួយចំនួនទៀតគឺជារឿងដែលមិនអាចជៀសបានទេនៅក្នុងសង្គមនិយមគឺជាទ្រឹស្ដីដែលមិនតឹងខ្លាំងពេកនោះទេងាយបត់បែនដែលអាចធ្វើការទាំងនេះតាមរយៈដំណើរការប្រជាធិបតេយ្យនៅក្នុងរចនាសម្ព័ន្ធសង្គមនិងនយោបាយដែលមានស្រាប់មិនមែនផ្ដួលរលំរចនាសម្ព័ន្ធនោះទេនៅក្នុងឆ្នាំ1980អ្នកនិពន្ធនិងអ្នកជំនាញសង្គមវិទ្យាជនជាតិអាមេរិកលោក Gregory Paul បានប្ររពដល់ម៉ាក់នៅក្នុងការសរសេរឃ្លាដែលត្រូវបានប្រើជាទូទៅដើម្បីពិពណ៌នាអំពីសង្គមនិយមថាចាប់ពីសមត្ថភាពបុគ្គលម្នាក់បានទៅតាមការចូលរួមចំណែករបស់គាត់ផងដែរតើកុម្មុយនីសនិយមខុសគ្នាពីសង្គមនិយមដោយរបៀបណានៅក្នុងកុម្មុយនីសនិយមសុទ្ធសាធរាល់ធនធានសេដ្ឋកិច្ចទាំងអស់គឺជាកម្មសិទ្ធិរបស់មនុស្សគ្រប់គ្នានៅក្នុងសង្គមក៏ប៉ុន្តែវាត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលដែលជាទូទៅរដ្ឋាភិបាលនោះគឺជាដឹកនាំដោយគណៈបកកុម្មុយនីសជាពិសេសបុគ្គលម្នាក់ៗមិនអាចមានទ្រព្យសម្បត្តិផ្សេងជាឯកជនភាពបាននោះទេពីព្រោះកុម្មុយនីសជឿយ៉ាងមុតមាំថាការដែលបណ្ដាលឲ្យមាននៅកម្មសិទ្ធិឯកជនគឺជាកត្តាដែលលើកជំរុញឲ្យមាននៅវិសមភាពនៅក្នុងសង្គមបើយោងទៅតាមទ្រឹស្ដីដែលបង្កើតឡើងដោយទស្សនវិទូជនជាតិអាល្លឺម៉ង់លោក Karl Marx លទ្ធិកុម្មុយនីសសុទ្ធសាធគឺជាលទ្ធិមួយដែលនាំឲ្យសង្គមមានភាពស្មើគ្នាហើយដោយមិនចាំបាច់មានលុយឬក៏មានទ្រព្យសម្បត្តិឯកជននោះទេការមិនមានកម្មសិទ្ធិឯកជននៃធនធានសេដ្ឋកិច្ចដោយរដ្ឋាភិបាលជាអ្នកគ្រប់គ្រងផ្នែកផលិតកម្មទាំងអស់ទិន្នផលសេដ្ឋកិច្ចត្រូវបានចែកចាយទៅតាមតម្រូវការរបស់ប្រជាជនការទាស់ទែងនៅក្នុងសង្គមរវាងកម្មករអាវសនិងអាវលឿងរវាងវប្បធម៌ជនបទនិងទីក្រុងនឹងត្រូវបានលុបចោលដោយដោះលែងមនុស្សម្នាក់ៗឲ្យសម្រេចចិត្តនៅសក្តានុពលដ៏ខ្ពស់បំផុតលើពីនេះផលិតកម្មផ្សេងៗគឺបម្រើតែជាអ្វីដែលចាំបាច់របស់មនុស្សប៉ុណ្ណោះហើយមជ្ឈិមរដ្ឋាភិបាលគឺជាអ្នកផ្ដល់នៅតម្រូវការចាំបាច់ទាំងអស់នោះមានដូចជាម្ហូបអាហារផ្ទះការឱ
ប់រំនិងការថែទាំសុខភាពជាដើមទន្ទឹមនឹងនេះវណ្ណៈគឺត្រូវបានវឹតធានាចោលទាំងអស់ដោយមិនមានបន្សល់ទុកតិចតួចនោះទេហើយជាពិសេសការរកបានច្រើនតិចដែលជាហេតុនាំឲ្យមានភាពផ្សេងគ្នាក៏មិនមានដែរគួរឲ្យកត់សម្គាល់នោះយោងទៅតាម Marx បដិវត្តហិង្សាដែលវណ្ណៈកម្មករលើកឡើងបះបោរប្រឆាំងជាមួយវណ្ណៈមូលធននិយមគឺជារឿងជៀសមិនរួចនោះទេដើម្បីសម្រេចបាននូវរដ្ឋកុម្មុយនីសនិយមសុទ្ធសាធមួយនៅក្នុងឆ្នាំ1875 Marx បានសរសេរនៅឃ្លាមួយដើម្បីសង្ខេបពីកុម្មុយនីសថាពីម្នាក់ទៅតាមសមត្ថភាពរបស់គាត់ពីម្នាក់ទៅតាមតម្រូវការរបស់គាត់